បាទពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះ Oppo A5 បានមកដល់ហាងរបស់ខ្ញុំបានហើយគឺហាងសីហាស្រីឡានៅផ្សារថ្នល់រតឹង Oppo A5 នេះគឺវាចេញមកជំនួសនៅ Oppo A3 ដែល Oppo A3 តម្លៃរបស់វាគឺ$159ហើយ Oppo A5 ហ្នឹងក៏តម្លៃ$159ដូចគ្នាដែរពេលគ្រាន់តែជាម៉ូដថ្មីដែលក្រុមហ៊ុនទើបតែនឹងប្រកាសចេញហើយអញ្ចឹងបងប្អូនអរគ្នាប្រកាសជាចង់ដឹងថារូបរាងរបស់វាមានរូបរាងយ៉ាងម៉េចហើយវាមានលក្ខណៈពិសេសជាង Oppo A3 ប៉ុណ្ណាជាមួយនៅកម្រិតតម្លៃដូចគ្នាប៉ុន្តែរូបរាងរបស់វាប្រកាសជាខុសគ្នាហើយព្រោះមួយជា A3 ហើយមួយជា A5 ហើយចំពោះទំហំទុករបស់វាគឺ 128GB ប៉ុន្តែទំហំ RAM របស់វាគឺ 6GB បូកនឹង 6G សរុបទាំងអស់គឺ 12G បាទហើយចំពោះ Oppo A5 នេះគឺវាមានលក្ខណៈប្លែកជាង Oppo A3 បន្តិចដោយសារតែវាមានថាមពលថ្មរហូតដល់ 6000 mAh ហើយនឹងវាមានកម្លាំងសាកថ្មលឿនដូចគ្នាដែរគឺ 45W ប៉ុន្តែអ្វីដែលពិសេសគឺវាមកជាមួយនឹង IP65 នេះអ្នកទាំងអស់គ្នាគឺវាមានកម្រិតការពារជំរាបទឹកបានល្អប្រសើរជាង Oppo A3 ចេញស៊េរីមុនគឺវាអត់ជ្រាបទឹកទេតាក់ទងនឹងរដូវភ្លៀងរដូវវស្សានេះប៉ះទឹកជ្រាបទឹកត្រូវទឹកភ្លៀងចូលក្នុងកប៉ៅជ្រាបចូលកប៉ៅអីគឺអត់មានបញ្ហាដល់ Oppo A5 នេះទេហើយខ្ញុំនឹងបើកប្រអប់ Oppo A5 នេះជូនអ្នកទាំងអស់គ្នាតើមានរូបរាងយ៉ាងម៉េចហើយអ្នកទាំងអស់គ្នាតាមដានជាមួយខ្ញុំទាំងអស់គ្នាហើយខ្ញុំក៏អត់ដឹងថាវាមានរូបរាងយ៉ាងម៉េចដែរប៉ុន្តែគ្រាន់តែដឹងថាប្រហែលថ្ងៃមុនហ្នឹងគឺក្រុមហ៊ុនបានយកខិត្តប័ណ្ណមកបិទផ្សាយនៅហាងនានានៅក្នុងប្រទេសកម្ពុជាជាពិសេសហាងខ្ញុំនោះក៏មានបិទផ្សាយផងដែរឥឡូវបងប្អូនអរគ្នាបាទមកមើលប្រអប់របស់វាអរគ្នានៅខាងក្នុងនេះគឺអត់ផ្លែកអត់ខុសពីមុនដែរទេបងប្អូនអរគ្នានេះគឺប្រអប់របស់វាហើយនៅក្នុងប្រអប់របស់វាតែជាមានខេសសថ្លាមានប័ណ្ណធានាមានបញ្ចូលចាក់អីដូចសពមួយដងអញ្ចឹងប៉ុន្តែនៅក្នុងប្រអប់របស់វាយើងឃើញមានដុំសាកនេះគឺដុំសាក 45W ដុំសាក 45W នេះគឺវាសាកថ្មបានលឿនហើយឆ្លងសាករបស់វាគឺ Type C បាទគឺ Type C សាកថ្មល្បឿនលឿនសាកតែ1ម៉ោងជាងនេះគឺពេញហើយនៅខាងក្រោមគេនេះគឺបញ្ចូលចាក់ឥឡូវយើងក៏លេចមើលរូបរាងរបស់វាទាំងអស់គ្នាបងប្អូនអរគ្នាអូខេបាទនេះគឺជារូបរាងរបស់ Oppo A5 ដែលទើបតែនឹងប្រកាសចេញនៅក្នុងពេលថ្មីនេះគឺទើបតែមកដល់ហាងក្តៅហើយខ្ញុំបាន unboxing បាទជូនបងប្អូនអរគ្នាដើម្បីមើលរូបរាងវាទាំងអស់គ្នាតើវាមានរូបរាងនៅសម្រស់ស្អាតប៉ុណ្ណាបាទអញ្ចឹងរូបរាងរបស់វាគឺវាស្អាតចំណែកឯស៊ុំកាមេរ៉ារបស់វាវិញនេះគឺអត់ផុសអណ្ដែតដោយ Oppo A3 ទេគឺវារៀបស្មើតែម្ដងតែវា design មករៀបរាងចតុកោណកែងប៉ុន្តែរៀបស្មើទេកន្លែងនេះហើយវាមានកាមេរ៉ាតូចល្មមសមរម្យអត់ធំភ្នែកលៀនដូចគ្រាប់ក្តាមដូចមុនទេអាមុនវាលៀនធំពេកប៉ុន្តែនេះវាធ្វើមកស្អាតបែប premium តែម្ដងបងប្អូនអរគ្នាហើយនេះគឺជាភ្លើង flash របស់វាហើយពណ៌នេះគឺជាពណ៌សបែបបាការ៉ូឆ្នូតយ៉ាងម៉េចទេបាទដល់ក្រុមហ៊ុនក៏ដាក់ឈ្មោះពណ៌វាយឬក៏ពណ៌អីទេបាទឥឡូវយើងមើលទៅវាពណ៌សបាទពណ៌សទៅដល់គូខាំបាទទាំងអស់នេះគឺជារូបរាងរបស់ Oppo A5 បាទ Oppo A5 បងប្អូនអរគ្នាអាចទស្សនាបានរាងរបស់វាជ្រុងបងប្អូនអរគ្នាបាទរាងជ្រុងហើយខាងមុខគឺកាមេរ៉ាទម្លុះឲ្យក្រង់មកគ្រាប់នៅចំកណ្ដាលនេះឯងបាទស្អាតប៉ុណ្ណឹងកាន់ទៅវាដូចជាវាមិនសាំច្រំដែលជាមួយនឹង model ចាស់ព្រោះ model ចាស់ពីច្រើនចេញមកភ្នែកនេះធំប៉ុន្តែនេះចេញមកតូចស្អាតបាទមើលទៅមកសមប្រព័ន្ធ iPhone ភ្នែករបស់ iPhone តែម្ដងគឺប៉ុនរបស់ភ្នែក iPhone 13 14អីចឹងណាបាទមើលទៅស្អាតបាទវាប្លែកជាងមុនអូខេអរគុណបងប្អូនអរគ្នាបើសិនបើមានតម្រូវការសូមកុំភ្លេចហាងសីហាស្រីឡាអរគុណច្រើន